ច្បាប់ស្រូបទាញប្រើដើម្បីស្រូបយករឿងល្អៗចូលក្នុងជីវិតរបស់យើងប្រើដើម្បីស្រូបទាញយកទ្រព្យសម្បត្តិស្ដុកស្ដម្ភស្រូបទាញយកភាពស្ដុកស្ដម្ភស្រូបទាញយកលុយស្រូបទាញយកទ្រព្យសម្បត្តិផ្សេងៗដែលអ្នកប្រាថ្នាចង់បានតើការប្រើច្បាប់ស្រូបទាញនេះប្រើយ៉ាងម៉េចខ្លះនៅក្នុង channel មួយនេះខ្ញុំនឹងធ្វើជាវីដេអូខ្លីៗជូនទៅដល់បងប្អូនដែលទៅតែបានចូលស្ដាប់ទៅតែបានចាប់អារម្មណ៍ដល់បងប្អូនដែលទៅតែចាប់ផ្ដើមមករៀនច្បាប់ស្រូបទាញហើយក៏ទៅតែចាប់ផ្ដើមប្រើច្បាប់ស្រូបទាញចា៎អញ្ចឹងចូលមកដល់ត្រឹមកន្លែងនេះបងប្អូនដែលអត់ទាន់ចុច Subscribe Channel របស់ខ្ញុំសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំផងដើម្បីឲ្យវីដេអូរបស់ខ្ញុំដែលផុសចេញទៅបងប្អូនបានឃើញមុនគេផងដែរហើយក៏បានចែករំលែកទៅដល់បងប្អូនដែលថ្មីផងដែរអញ្ចឹងក្នុង channel របស់ខ្ញុំមួយនេះគឺខ្ញុំនឹងព្យាយាមធ្វើជាវីដេអូខ្លីៗដើម្បីចែកជូនដល់បងប្អូនដែលរៀនប្រើច្បាប់ស្រូបទាញហើយក៏ជាចំណេះដឹងដែលខ្ញុំបានដឹងហើយក៏ខ្ញុំដែលបានកំពុងតែអនុវត្តហើយជោគជ័យក៏ដូចជាខ្លះក៏មិនជោគជ័យហើយខ្លះក៏ទៅតែបានដឹងអញ្ចឹងខ្ញុំក៏យកមកចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាដើម្បីឲ្យបានដឹងទាំងអស់គ្នាហើយក៏ដើម្បីបានប្រើទាំងអស់គ្នាដូច្នេះតើច្បាប់ស្រូបទាញគេប្រើយ៉ាងម៉េចអញ្ចឹងខ្ញុំនឹងរៀបរាប់ជាវីដេអូខ្លីៗនៅក្នុង channel របស់ខ្ញុំនេះអញ្ចឹងសូមបងប្អូនទស្សនាវីដេអូរបស់ខ្ញុំខ្លីៗទាំងអស់គ្នាខ្ញុំនឹងមានដាក់ជាចំណងជើងហើយក៏មានជាវិធីសាស្ត្រមួយចំនួនដែលខ្ញុំនឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនកុំភ្លេចតាមដានគ្រប់វីដេអូរបស់ខ្ញុំចែករំលែកជូនបងប្អូន free ហើយច្បាប់ស្រូបទាញក៏អនុវត្ត free ដែរបងប្អូនណាអនុវត្តច្បាប់ស្រូបទាញឬក៏ប្រើច្បាប់ស្រូបទាញអត់មានត្រូវការប្រើលុយប្រើកាក់អីទេអញ្ចឹងគឺfreeទាំងអស់ណាអញ្ចឹងបងប្អូនអនុវត្តទាំងអស់គ្នាអនុវត្តបានហើយបងប្អូនក៏ទទួលយកផលដោយខ្លួនឯងអត់មានយកមកចែកជាមួយនឹងអ្នកណាទេច្បាប់ស្រូបទាញអ្នកណាអនុវត្តអ្នកនោះបានហើយអនុវត្តដោយ free តែម្ដងណាអញ្ចឹងអរគុណសូមជូនពរបងប្អូនដែលបានទស្សនាគ្រប់វីដេអូរបស់ខ្ញុំនៅក្នុង channel មួយនេះគឺបានទទួលផលបានសេចក្តីសម្រេចដូចគ្នាគេថាច្បាប់ស្រូបទាញគឺជាផ្លូវកាត់នៃជីវិតអញ្ចឹងអ្នកដែលអនុវត្តហើយគឺដូចជាផ្លាស់ប្ដូរជីវិតនៅក្នុងរយៈពេលខ្លីឬក៏ទទួលបាននៅអ្វីដែលបងប្អូនប្រាថ្នាចង់បានដោយមិនចាំបាច់រងចាំរហូតដល់5ឆ្នាំ10ឆ្នាំខាងមុខទៅបានទទួលបានទេអញ្ចឹងច្បាប់ស្រូបទាញគឺជាវិធីគឺជាផ្លូវកាត់នៃជីវិតដែលនាំឲ្យបងប្អូនទទួលបាននៅអ្វីដែលបងប្អូនប្រាថ្នាចង់បានយ៉ាងឆាប់បំផុតអញ្ចឹងជូនពរបងប្អូនបានសម្រេចទាំងអស់គ្នា